សូមជម្រាបសួរបាទខ្ញុំបាទមានវីដេអូមួយទាក់ទងនឹងការធ្វើតេស្តបាទស្ដាប់អញ្ចឹងយើងមានapp មួយនេះដើម្បីជូនលោកគ្រូអ្នកគ្រូក៏ជាបងប្អូនសិស្សានុសិស្សនៅក្នុងការធ្វើតេស្តស្ដាប់បាទហើយយើងអាចស្វែងរកបាននៅក្នុង Play Store ក៏ដូចជា App Store ដោយយើងវាយពាក្យថា Hear WHO បាទអញ្ចឹងកុំឲ្យខាត់ពេលយើងអាចចូលទៅក្នុង app នឹងតែម្ដងហើយកន្លែងនេះគឺជាកន្លែងដែលយើងកំណត់ភាសាហើយសូមបញ្ជាក់ថាភាសានៅក្នុងការធ្វើតេស្តស្ដាប់នេះគឺយើងប្រើបានភាសាអង់គ្លេសបាទហើយនឹងភាសាដទៃទៀតអញ្ចឹងសម្រាប់ខ្មែរយើងគឺយើងប្រើភាសាអង់គ្លេសទៅហើយក៏សូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូបាទសូមបង្រៀនសិស្សឲ្យគាត់ចេះទាក់ទងនឹងការរាប់ចំនួនភាសាអង់គ្លេសនៅក្នុងការធ្វើតេស្តនេះដោយសារគេធ្វើតេស្តជាមួយនឹងអក្សរបាទជាលេខពីលេខ0ទៅដល់លេខ9បាទអញ្ចឹងសូមគ្រូអ្នកគ្រូបាទក៏ដូចជាបងប្អូនសិស្សានុសិស្សត្រូវចេះរាប់លេខជាភាសាអង់គ្លេសពីលេខ0ទៅដល់លេខ9បាទហើយខ្ញុំនឹងដាក់វីដេអូរាប់លេខនៅផ្នែកណាមួយនៃវីដេអូនេះបាទដើម្បីឲ្យលោកគ្រូអាចថាឲ្យសិស្សគាត់ស្ដាប់គាត់ចេះរាប់លេខបាទនិងស្គាល់លេខជាភាសាអង់គ្លេសបាទកន្លែងនេះគឺជាកន្លែងដែលយើងកំណត់ម៉ោងកន្លែង share ទៅកាន់អ្នកដទៃក៏ដូចជាការ share app បាទ share app នេះទៅកាន់អ្នកដទៃបាទអញ្ចឹងយើងអាចធ្វើដំណើរការធ្វើតេស្តរបស់យើងបាទអញ្ចឹងកន្លែងនេះបើយើងស្ងាត់វានឹងចេញមកពណ៌បៃតងមានន័យថាសំឡេងរបស់យើងគឺល្អយើងអាចធ្វើតេស្តបានមានន័យថាស្ថានភាពទីតាំងរបស់យើងគឺស្ងាត់អាចធ្វើតេស្តបានបាទអញ្ចឹងពេលដែលខ្ញុំពងនិយាយនេះគឺសំឡេងវាចាប់ផ្ដើមរំខានអញ្ចឹងយើងអាចធ្វើតេស្តបានទេអញ្ចឹងខ្ញុំផ្អាកនិយាយមកផ្លែអូខេអញ្ចឹងគេដាក់ថា noise level good អញ្ចឹងយើងអាចធ្វើតេស្តបានហើយអញ្ចឹងលោកលោកស្រីអាចចុចបន្តទៀតនៅខាងនេះបាទអញ្ចឹងគេតម្រូវឲ្យយើងប្រើគេហៅថា headphone ណាបាទកាសឃ្លុបបាទយើងអាចប្រើកាសយើងក៏បានដែរបាទឬក៏កាស Bluetooth ដែលស្តង់ដារបាទអញ្ចឹងខ្ញុំប្រើកាស Bluetooth អញ្ចឹងវាទាមទារ warning បាទវា load warning ឲ្យខ្ញុំអូខេនៅក្នុងនេះនឹងចេញជាសំឡេងមួយដែលបញ្ជាក់ថាយើងបានឮសំឡេងហ្នឹងបាទជាលេខបាទហើយលោកស្រីពេលដែលឮសំឡេងហើយអាចចុចទៅមុខទៀតបានទៅបាទសំឡេងនេះលោកស្រីអាចបើកឲ្យអស់ក៏បានដែរបាទអញ្ចឹងចុចបន្តទៀតអូខេកន្លែងខាងក្រោមនេះគឺយើងរំលងខាងលើគឺយើងអាចចូលទៅមើលការណែនាំរបស់គេបាទអញ្ចឹងចូលទៅមើលការណែនាំអញ្ចឹងគេតម្រូវឲ្យយើងនៅក្នុងការធ្វើតេស្តឲ្យយើងស្ដាប់បាទស្ដាប់នៅសំឡេងដោយប្រុងប្រយ័ត្នហើយសំឡេងហ្នឹងគឺជាសំឡេងលេខបាទលេខនីមួយៗបាទដូចគេបង្ហាញនេះពីលេខ0ដល់លេខ9បាទហើយយើងនឹងមានសំឡេងនីមួយៗរួចហើយយើងឮសូរសំឡេងជាលេខហ្នឹងលេខប្រមាណយើងចុចតាមគេអញ្ចឹងមកបាទអញ្ចឹងបើសិនជាសំឡេងលេខ6ចុចលេខ6សំឡេងលេខ1ចុចលេខ1សំឡេងលេខ7ចុចលេខ7ហើយយើងចុចអូខេហើយយើងទៅបន្តទៀតអញ្ចឹងការធ្វើបែបនេះរហូតដល់23ដងបាទក្នុងករណីនេះបើសិនបើលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនដែលជាអ្នកធ្វើតេស្តហ្នឹងអត់ឮសំឡេងបាទគាត់អាចទស្សន៍ទាយបានបាទធ្វើម៉េចគាត់ចុច3លេខមកហើយគាត់ទស្សន៍ទាយចុចទៅមុខទៀតបាទហ្នឹងបើសិនជាគាត់សំឡេងអត់ច្បាស់ឬក៏អត់ឮបាទអញ្ចឹងការចុចលេខនេះគឺយើងអាចចុចក្នុងលើកបាន3ដងបាទ3លេខបាទអញ្ចឹងនេះគឺជាការបំពេញនៅព័ត៌មានមួយចំនួនអញ្ចឹងសូមកន្លែងនេះសូមចុចទៅមុខតែម្ដងទៅបាទមិនបាច់ចាំជ្រើសរើសទេបាទសូមរក្សាបែបហ្នឹងហើយទៅមុខតែម្ដងបាទអញ្ចឹងគេមានសម្លេងចំនួន23ដែលតម្រូវឲ្យអ្នកធ្វើតេស្តស្ដាប់បាទអញ្ចឹងខ្ញុំចាប់ផ្ដើមតែម្ដងបាទអញ្ចឹងនៅក្នុងនេះគឺវាចេញសំឡេងជាភាសាមកហើយយើងចុចនេះស្នាមដែលខ្ញុំចុចនោះគឺចេញពណ៌ហើយយើងចុចអូខេណាបាទអញ្ចឹងហើយបើយើងស្ដាប់មិនច្បាស់យើងអាចទាយបាទហើយឬក៏យើងចុចបន្តទៀតទៅ
អូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើតេស្តទៅមិនគ្រាន់តែជាការសាកល្បងទេបាទអញ្ចឹងខ្ញុំចាប់ផ្ដើមបាទនេះគឺជាកម្រិតសំឡេងរបស់ខ្ញុំដល់ពេលដែលខ្ញុំធ្វើតេស្តពី1ដល់23សំឡេងអញ្ចឹងលោកលោកស្រីឬក៏អ្នកធ្វើតេស្តទាំងអស់អាចធ្វើតេស្តម្ដងហើយម្ដងទៀតរហូតទៅដល់យើងច្បាស់លាស់ជាមួយនឹងការធ្វើតេស្តនេះហើយអាចshare នៅតំណែងធ្វើតេស្តនេះទៅកាន់លោកគ្រូអ្នកគ្រូដើម្បីបានជាតំណែងបាទអញ្ចឹងវីដេអូធ្វើតេស្តរបស់ខ្ញុំគឺមានប៉ុណ្ណឹងបាទសូមអរគុណ